ខ្ញុំមានសំណួរក៏អូខេទៀតហើយតែសំណួរហ្នឹងអត់មានគេដឹងទេតើត្រូវដាក់ហោះតាម Alpha រហូតហ្នឹងឈ្មោះអីគេតោះទៅបូលីគេទាំងអស់គ្នាអ្នកកំពុងមើលហ្នឹងបើដឹងខមមិនខមមិនឃើញ Aizen ហើយ Aizen ណាគឺជា BA របស់ Hero Alpha បើសិនជាសំណួរមួយហ្នឹង Aizen មិនដឹងទៀតស្រុកខ្មែរគ្មានអ្នកដឹងទេ Aizen តែដឹងខ្លួនឯងលេខ Alpha ប៉ុន្មានម៉ាច់អត់30អីលេខចូល2000ម៉ាច់ហើយក៏ក្នុងអំពី1000ម៉ាច់បែរជាអត់ទេអញ្ចឹងខ្ញុំមានសំណួរមួយឆ្លើយត្រូវខ្ញុំឲ្យតែ100ពេជ្រទេតែខ្ញុំឃើញ Aizen ដឹងដល់ដឹងសំណួរហ្នឹង100%ហើយសំណួរហ្នឹងតាក់ទង Hero Alpha ទេតាក់បានពេជ្រគេឆ្លើយត្រូវបានឲ្យ1000ពេជ្រមកអូខេ BA Alpha មកឆ្លើយតែមិនត្រូវតើដ្រូនដែលហោះតាម Alpha រហូតនឹងឈ្មោះអីគេដឹងអត់ BA Alpha ក៏មិនដឹងដែរខ្ញុំមានសំណួរមួយបាន100ពេជ្រមកឆ្លើយត្រូវសំខាន់ចម្លើយគាត់ដឹងដល់ដឹងទេឥឡូវបើសិនគាត់ឆ្លើយត្រូវខ្ញុំឲ្យដល់ទៅ10000ពេជ្រមកហើយចុះខ្ញុំឆ្លើយចេញណាពីរអ្នកនេះអត់មានប្រាប់ហ្នឹងតើដ្រូនដែលហោះតាម Alpha រហូតនឹងឈ្មោះអីគេអត់ដឹងមកជីវិតលេខ Alpha ហ្នឹងបាន20ម៉ាច់បងចុះជួយគេមក10000ពេជ្រយកបានទេទៅរកកាឡាស្កាប្រដៅជំនាញខុសឯង50រកដងខុសគេរឿងអីខ្លះខុសរឿងមីឌាបតទីហើយរបស់ដែលយើងមើលឃើញក្នុងស្រុកគេប៉ុន្តែយើងអត់ទាន់ធ្វើអូខេចឹងឯហ្នឹងគឺខ្ញុំមកខុសកាឡាស្កាសុំសឹកឲ្យអ្នកគាត់ខុសចាំបានពេជ្រចំនួនហ្នឹងអត់ចង់បាន skin Alpha យកហ្មង Legendary មែនឲ្យអាហ្នឹងហ្មងឲ្យតែឆ្លើយបានឆ្លើយត្រូវបាន skin Alpha Legendary តែលើលោកហ្នឹងគ្មានតែគេដឹងទេចម្លើយហ្នឹងតើដ្រូនដែលហោះតាម Alpha រហូតនឹងឈ្មោះអីគេកប៉ាល់ហោះហ្នឹងមែនហ្នឹងតែ walk out the door, you see someone that you know, and they ask you how you are, you just have to say that you're fine when you're not really fine. អ្នកមើលមកសុបាយចិត្តទេតែប៉ុន្តែធ្វើសែតលេងទេអាស្កាគឺលួចសួរជាមួយ Aizen ហើយដូច Aizen តែយកជាកាយមិនសុកខ្ញុំតែនឹកឃើញសួរពី Alpha ដែរគឺដោយសារតែ Alpha Legendary Skin ចាញ់តាំងពីថ្ងៃទី22ខែ3ហើយចឹង Alpha ក៏មានជាមួយនឹង ticket ដល់ទៅ2ដងដែរគឺនៅថ្ងៃទី29ខែ3និងថ្ងៃទី5ខែ4 ticket 2ដងដែរចឹងខ្ញុំគិតថាអ្នកដែលសាមីស្មើនឹងដូចស្ទើរតែខ្ទុយបន្តិចអីទេបូកជាមួយនឹង ticket មកដឹងតែគ្រប់ហើយលើកហ្នឹងនិយាយមែន Legendary នេះគឺស្អាតយកតែមែនតែអ្នកគ្នាបានមើលវីដេអូដែលខ្ញុំ review ពេញលើកមុនគឺដឹងថា effect វាគឺស្អាតសាហាវយកហ្មងចឹងដៃ BA Alpha ដូចជា Aizen ឯងកុំឲ្យរំលងណាតែយ៉ាងណាវិញជាមួយនឹងថ្ងៃទី24ខែ3នេះក៏មានចេញជាមួយនឹង skin ថ្មី Last Slay ផងដែរជាមួយនឹង Last Slay ខ្លាយខ្លួនជាកូនស្រីស្ដេចប្រជុំនេះយកជាមួយនឹងកាភ្លើងបាញ់ទឹកចេញពីក្នុងបាតសមុទ្របាញ់ទឹកដាក់មុខមិនប្រកាន់វ័យបាញ់មើល effect ស្អីច្រើននេះមើលតែអាលទាឃើញនេះជប់មុខគ្នាធ្វើច្រើននេះបាញ់ទឹកដាក់មុខបែកទឹកខ្ចាយហើយ effect ទី1ទី2គឺចេញសិតតែទឹកមកទាំងអស់តែម្ដងនិយាយទៅចិត្តនៅខែ3តែអារម្មណ៍ទៅដល់ខែ4បាននេះជាមួយនឹងការបាញ់ទឹកប៉ាម្សៅតែសម្រាប់ថ្ងៃ26ក៏មានការត្រឡប់មកវិញជាមួយនឹង skin និង recall ជាច្រើនដូចជា recall ទា recall ភ្លើង skin Roger កញ្ជ្រោង Cyber Harry Giger និងពំដែលមកពីក្រុមហ៊ុន Elon Musk Tesla Tower ហើយក៏ពេលជាមួយនឹង Starlight April Fool របស់យើងផងគឺជាមួយនឹងថ្ងៃ1ខែ4គឺ Starlight Boy Joy សម្រាប់ Joy ដាច់យកកុំភ្លេចដាក់ជាមួយនឹង Starlight ម្នាក់មួយដែរអញ្ចឹងដូចអត់ដងអញ្ចឹងកុំភ្លេចមើលនៅក្នុង comment នោះឃើញ link ដាក់ពេជ្រតាម V Shop Cake ហើយបោកពេជ្រតាម V Shop Cake មកដែលជា main sponsor របស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជានៅក្នុងការរៀបចំការប្រកួតជាច្រើននៅក្នុងប្រទេសកម្ពុជាមើលតែនៅលើអាវ Queen Legend នេះឃើញហើយធីមណាក៏មាន V Shop Cake ចំកណ្ដាលអាវដែរបើអរគុណ V Shop Cake ដែលបានជួយវិស័យ e-sport កម្ពុជារបស់យើងឲ្យទៅមកដល់គ្នាបោកពេជ្រតាម V Shop Cake ទាំងអស់គ្នាដែរបាទអរគុណ